យើងអាចធ្វើចលនាយឺតមួយបង្រៀនតើគ្រួសារគាត់ឲ្យចេះធ្វើចលនាបន្ថែមទៀត1 2 3ឃើញបងឃើញដៃគាត់បៀបអញ្ចេះអញ្ចឹងអានេះរួញខ្លីតឹងវិធីសាស្ត្រធ្វើចលនាយើងអាចធ្វើជាសរុបបានបងកាន់នៅលើកដៃបែបនេះកែងដៃអញ្ចេះហើយយើងអាចធ្វើចលនាយឺតមួយយើងធ្វើឡើងលើដាក់ចុះក្រោមហើយប្រាប់គាត់បងមេហេលើកដៃឡើងបងតោះលើកដៃឡើង1ធ្វើ10ដងបងណាទៀត2នេះគឺជាចលនាមួយដើម្បីធ្វើឲ្យស្មាគាត់ចលនាធ្វើស្មាហ្នឹងគឺនៅពេលដែលអ្នកជំងឺជាទូទៅនៅពេលដែលយើងអត់ធ្វើយូរជាប់កាំងអញ្ចឹងគាត់ងាយនឹងឈឺស្មានឹងខ្លាំងណាស់អញ្ចឹងយើងធ្វើគ្រាន់យើងធ្វើចលនាស្មាប៉ុណ្ណឹងអាចជួយធ្វើឲ្យស្មាហ្នឹងកុំឲ្យឈឺចាប់ចាលោកគ្រូទី2អាចជួយធ្វើឲ្យស្មាហ្នឹងកុំឲ្យកាំងទី3អាចឲ្យគាត់មានកម្លាំងប្រើប្រាស់ឡើងវិញចាធ្វើ10ដងបន្ទាប់មកយើងធ្វើចេញក្រៅ10ដងទៀត1 2យើងធ្វើថ្នមបន្ទាប់ពីស្មារួចយើងអាចធ្វើកែងដៃណាកែងដៃយើងអាចធ្វើបែបនេះ1 2 3យើងធ្វើ10ទៅ20ដងដូចគ្នាយើងធ្វើស្មាយើងធ្វើកែងដៃឥឡូវយើងចូលដល់កពួនដៃយើងបវល់កពួនដៃគាត់1 2 3 4 5រហូតដល់10 20ដងដូចគ្នាចាបន្ទាប់ពីកពួនដៃរួចយើងធ្វើកដៃ1 2 3 4 5រហូតដល់10 20ដងដូចគ្នាព្រោះហើយយើងធ្វើម្រាមដៃ1 2 3 4 5រហូតដល់10 20ដងអូខេអញ្ចឹងបងសាកធ្វើខ្ញុំមើលណាយើងកាន់បែបនេះហើយយើងឡើងលើបាទទុកកដៃតិចបងណាតោះយើងធ្វើឡើងលើហ្នឹង1ដាក់ដល់ក្រោមបាទដាក់ដល់ក្រោម2អូខេទី1តោះទី2ស្មាទាញជាក្រៅណាបាទ1 2 3ដល់10 20ដងអូខេត្រូវហើយតោះកែងដៃយើងកាន់ខ្ញុំឲ្យមើលបង្ហាញខ្លះទេកែងដៃធ្វើម៉េចកែងដៃបត់ណាបត់កែងដៃចាយើងកាន់មិនក៏បានអត់អីទេចាបាទ1ហើយដាក់ចុះមកក្រោមវិញមកអូខេ2 3ទៅចឹងទៅតោះអូខេកពួនដៃយើងចាប់យើងបបល់កពួនដៃគាត់ចឹងហ្នឹងហើយអូខេតោះកដៃយើងធ្វើកដៃយើងបត់កដៃគាត់ណាចាអូខេ1 2 3ដល់10 20ដងដូចគ្នាតោះបបដៃយើងធ្វើសរុបអាហ្នឹងយើងធ្វើគឺយើងបែបនេះយើងធ្វើលាតសរុបចឹងមកយើងធ្វើលាតត្រង់ចឹងមកណាត្រង់ចឹងកុំកាត់មកក្រោយណាត្រង់ហើយយើងបត់ទៅវិញហើយយើងត្រង់ទៅទៀតមកហើយយើងបត់ទៅវិញចឹងមកចាគ្រូឃើញចេះបាទអូខេចេះក៏បានបាទអូខេឥឡូវយើងចាប់ដៃណាចាប់ដៃនៅពេលដែលឆ្លក់អញ្ចឹងនៅពេលដែលឆ្លក់យើងនៅពេលដែលកត់ក្អកឬឆ្លក់យើងត្រូវអៀងខ្លួនកត់ភ្លាមអៀងទៅនោះក៏បានអៀងមកនេះក៏បានចាបាទឥឡូវយើងចូលដល់ជើងអញ្ចឹងមួយទៀតគឺយើងអាចធ្វើនេះមួយទៀតនេះ1 2 3 4 5អញ្ចឹងមក10 20ដងដូចគ្នាចាបាទ1 មិនខ្លាំងពេកទេបងមិនខ្លាំងពេកទេបងជួយទៅមុខតិចអូខេយើងធ្វើមកល្មមក៏បានដែរប៉ុណ្ណឹងមក1ប៉ុណ្ណឹងក៏បានដែរអូខេ2បាទ3 4 5អូខេបាទអញ្ចឹងអាហ្នឹងធ្វើ10 20ដងដូចគ្នាចាឥឡូវខ្ញុំបរៀនមួយទៀតពីរបៀបលើកត់អង្គុយចាដល់ពេលដែលកត់អង្គុយគឺយើងត្រូវតែផ្អៀងខ្លួនកត់មុនណាបែបនេះផ្អៀងខ្លួនមកខ្លួនចេះអស់បបណាហើយយើងដាក់ជើងចុះក្រោមរួចហើយយើងទ្រពីក្រោមនេះបងមិនឲ្យមកបបយើងបាច់យកមកបបបាទ
កត់លេប អញ្ចឹងបងលើកចេញមកឲ្យដាក់គួរចឹងទៅហើយបន្តមកយើងយកអីកោទៅខោយើងយកអីកោទៅក្រៅយើងបងមកដល់បងឡើងបងឡើងមកឡើងបងមកឡើងនេះគឺជាវិធីសាស្ត្រក្នុងការលើកគាត់ ចា ហើយយើងអាចអង្គុយជាមួយគាត់ក្បែរអញ្ចឹងទៅឬក៏នៅពីមុខគាត់ក៏បានដែរ ចា បងមិនឲ្យនៅឡើងបង បិទមាត់ បងងើបឡើងជាទៅប្រាំងយើងនៅពេលដែលយើងលើកយើងត្រូវអត់តែចាប់ប្រាំងឲ្យអស់មកចាប់ប្រាំងឲ្យអស់ហើយជើងជំហៀងខាងឈឺជំហៀងខាងជានេះគាត់ខាងស្ដាំជាជំហៀងខាងជាត្រូវនៅខាងហ្នឹងដើម្បីអីដើម្បីឲ្យគាត់អាចចត់ប្រើប្រាស់ជើងហ្នឹងងើបទៅបានបងសុំជួបគាត់ពីហ្នឹងមកបងមិនឲ្យកុំនេះណាបងណាបងលេបទៅបងណាបងលេបបងលេបអូខេឥឡូវបងមិនឲ្យខ្ញុំលើកបងទៅអង្គុយលើតែណាបងចាំជន់ជើងឡើងខ្លះដើម្បីមកលើនេះអញ្ចឹងបងស្រីបងត្រូវមើលដែរទីទូទៅនៅពេលដែលលើកគឺយើងដាក់ជើងខាងជាជំនាញខាងជាទៅខាងអតេះហើយយើងកលឲ្យគាត់មុខបន្តិចហើយជើងយើងត្រូវទប់នេះជាមួយជើងខាងឈឺនេះដើម្បីកុំឲ្យគាត់តន់ជួយគាត់មកបងចាប់បិទមាត់ហូរ អត់ទេខ្ញុំមើលអត់ទៅអូខេ ផងធីយើងចេះណាព្រោះដោយសារអីវិធីសាស្ត្រលើក ចា ថតកម្លាំងដែរណា ចា គាត់យ៉ាងស្រាលទេបាទយេ ប្រឡាក់ពេញគ្រូ បាទអញ្ចឹងនៅពេលដែលលើកគឺយើងត្រូវតែបាត់នេះ ថងមកបង បាទហើយបើលើកមកវិញយើងលើកអញ្ចឹងមកវិញដូចគ្នា ចា ដល់មកយើងរៀបចំកឲ្យស្រង់ទៅអង្គនេះមកគួយត្រង់ខ្លួន